សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែនៅពេលដែលខ្ញុំចាប់បាក់ឌុបគឺមានន័យថាសាលាអត់បោះបង់ពួកខ្ញុំចោលទេពួកគាត់នៅតែតាមមើលការសិក្សារបស់ខ្ញុំតាមមើលថាតើពួកខ្ញុំបានចូលរៀននៅសាកលណានៅអីនៅអញ្ចឹងគឺនេះបង្ហាញថាសាលាមិនត្រឹមតែយកចិត្តទុកដាក់នៅពេលដែលសិស្សជាសិស្សនៃសាលារៀនសុវណ្ណភូមិប៉ុន្តែគាត់យកចិត្តទុកដាក់ពីអនាគតរបស់សិស្សសាលារៀនសុវណ្ណភូមិដូចគ្នាសុលីនជាអតីតសិស្សនិតិអេមកពីសាលារៀនសុវណ្ណភូមិទីតាំងចម្ពោះវ័នទី1ក្នុងឆ្នាំសិក្សា2024-2025ក្នុងការធៀមប្រឡងបាក់ឌុបសម្រាប់ខ្ញុំគិតថាវាពិបាកខ្លាំងមែនតើបើសិនជាយើងចង់យកមកជាប់វាអត់សូវអីទេប៉ុន្តែដោយសារយើងមានគោលដៅចង់បាននិតិអេអញ្ចឹងយើងត្រូវសម្រិតសម្រាំងទៅលើមុខវិជ្ជានីមួយៗ make sure ថាយើងចេះគ្រប់មុខវិជ្ជាហើយសម្រាប់ខ្ញុំអ្វីដែលខ្ញុំអនុវត្តច្រើនជាងគេគឺការយល់ពីពេលវេលាសិក្សារបស់ខ្លួនឯងច្បាស់មានន័យថាខ្ញុំដឹងថាខ្ញុំបកកាយចាំនៅពេលយប់ឬក៏ពេលថ្ងៃហើយបកកាយធ្វើលំហាត់នៅពេលយប់ក៏ពេលថ្ងៃដូចខ្ញុំជាមនុស្សដែលសកម្មនៅពេលព្រឹកអញ្ចឹងខ្ញុំយកមេរៀនទិញនៅពេលព្រឹកដល់ពេលទៅវាជួយឲ្យខ្ញុំចាំបានច្បាស់ជាងហើយទុកលំហាត់អនុវត្តធ្វើនៅពេលយប់វិញសម្រាប់ខ្ញុំការនៅរៀនអ្វីដែលខ្ញុំគិតថាពិបាកហើយជាឧបសគ្គធំហ្មងគឺការរៀបចំ schedule ដោយសារមានមុខវិជ្ជាច្រើនដែលត្រូវរៀនហើយមុខវិជ្ជាខ្លះក៏ខ្ញុំតាមអត់សូវទាន់ដែរអញ្ចឹងត្រូវរៀបចំធ្វើម៉េចដើម្បី make sure ថាមុខវិជ្ជានីមួយៗហ្នឹងខ្ញុំរៀនបានស្មើគ្នាដើម្បីខ្លះជាសិស្សបកែគឺយើងត្រូវមកចាត់តាំងពីចំណុចទូចៗឡើងមានន័យថាយើងអត់គួរមើលងាយលំហាត់ទូចអីដូចក្នុងខ្ញុំជាសិស្សបកែអក្សរសាស្ត្រខ្មែរអញ្ចឹងដូចពាក្យខ្លះអីអញ្ចឹងទៅយើងគិតថាទៅសេមានរក៏បានអត់មានរក៏បានយើងគ្រាន់តែទៅសេលេងធម្មតាប៉ុន្តែដល់ពេលយើងចាំទុកថាពាក្យនឹងមានរឬក៏អត់រអញ្ចឹងពេលដែលយើងទៅប្រឡងមែនតើយើងអត់ងាយខុសអាពាក្យទាំងអស់ហ្នឹងឯងអញ្ចឹងទៅវាអត់ងាយអស់បន្ទុកហើយសិស្សបកែដូចការប្រឡងសិស្សបកែវាប្រកួតប្រជែងគ្នាអញ្ចឹងបើយើងបាត់តាមបន្ទុកអីគឺយើងធ្លាក់អីហើយដើម្បីជោគជ័យនៅក្នុងការប្រឡងបាក់ឌុបនឹងក៏ដូចគ្នាដែរយើងត្រូវដឹងថាខ្លួនឯងអត់ចេះមុខវិជ្ជាណាអញ្ចឹងខំមុខវិជ្ជានឹងជាងគេប៉ុន្តែមិនមែនមានន័យថាយើងបោះបង់មុខវិជ្ជាផ្សេងទៀតចោលទេយើងធ្វើទាំងអស់គ្រាន់តែយើងបែងចែកពេលវេលាឲ្យច្រើនទៅលើមុខវិជ្ជាដែលយើងអត់ចេះខ្ញុំជ្រើសរើសសាលារៀនសុវណ្ណភូមិនឹងអត់ខកអីដោយសារតែកម្មវិធីសិក្សារបស់សាលាល្អខ្លាំងមែនទែនជាពិសេសនៅពេលខ្ញុំរៀនទី12ហ្នឹងមិនមែនមានន័យថាសាលាគ្រាន់តែបរៀនយើងតាមមុខវិជ្ជាប៉ុន្តែលោកគ្រូអ្នកគ្រូក៏ដូចជានាយកសាលាហើយនឹងកម្មវិធីរបស់សាលាហ្នឹងគឺគាត់ track ការសិក្សារបស់យើងពីមួយខែទៅមួយខែគាត់មានទាំងប្រឡងមកតេស្តផងប្រឡងតេស្តសមត្ថភាពតាមឆមាសនីមួយៗផងហើយក៏ដូចជាមានបង្រៀនថ្នាក់បន្ថែមថ្នាក់កំប៉ុនទៅលើមុខវិជ្ជាមួយចំនួនដែលសិស្សខ្សោយដូចគ្នាហើយមួយវិញទៀតគឺមានការតេស្តពីថ្នាក់លើមកហើយលំហាត់ឬក៏វិញ្ញាសាដែលតេស្តហ្នឹងគឺវាពិបាកអញ្ចឹងនៅពេលដែលយើងធ្វើអាហ្នឹងបានទៅមានន័យថាលំហាត់បាក់ឌុបក៏យើងអាចធ្វើបានដែរអញ្ចឹងសាលាគឺគាត់មកចត់ខ្លាំងមែនទែនចំពោះកម្មវិធីសិក្សាហើយគ្រូនៅសាលាខ្ញុំគាត់តែងតែរៀបចំការប្រជុំជារៀងរាល់ខែក៏ដូចជាពីអាទិត្យម្ដងដើម្បីដឹងថាតើសិស្សមានទឹកដៃពួកគាត់ធ្លាក់ទឹកដៃឬក៏អត់ឬក៏សិស្សណាខ្លះដែលយើងគួរបំពន់គាត់បន្ថែមឬក៏អត់អញ្ចឹងមានន័យថាសាលាគឺយកចិត្តទុកដាក់ខ្លាំងមែនទែនសម្រាប់ខ្ញុំគិតថាពេលដែលគាត់រៀនទី12ចូលទី12ហ្នឹងគាត់ចាប់ផ្ដើមស្វែងរកបដាដូចជាពេលទៅសិក្ខាសាលាហ្នឹងចាប់ផ្ដើមយល់ដឹងពីអាហារូបករណ៍បដាប៉ុន្តែមិនមែនមានន័យថាយើង focus លើអាហ្នឹងហ្មងទេប៉ុន្តែបើសិនជាយើងប្រឡែងដៃពីពេលហ្នឹងទៅក៏វាអាចនឹងផ្ដល់ផលអវិជ្ជមានដល់យើងដែរដូចឧទាហរណ៍បើសិនជាយើងចង់រៀនឬក៏ចង់បានអាហារូបករណ៍ណាអញ្ចឹងយើងត្រូវស្វែងយល់ថាគេទាមទារនិទេសអីគេឬក៏និទេស A មិនមុខវិជ្ជាអីចឹងទៅអញ្ចឹងដល់ពេលហ្នឹងយើងអាចត្រៀមខ្លួនពីដើមឆ្នាំទី12ហើយដើម្បីយកនិទេសល្អទាំងអស់មុខវិជ្ជានឹងហើយយើងយកទៅ apply scholarship នឹងបានសាលាសុវណ្ណភូមិគាត់មានដៃគូអាហារូបករណ៍ច្រើនខ្លាំងមែនទែនទាំងក្នុងស្រុកនិងក្រៅស្រុកនៅក្នុងស្រុកមានរហូតដល់10កន្លែង10ដៃគូជាងហើយនៅក្រៅស្រុកក៏មានដែរដូចជាប្រទេសចិនប្រទេសអូស្ត្រាលីប្រទេសកូរ៉េជាដើមហើយអ្វីដែលពិសេសគឺគាត់អាចមានការទទួលបានអាហារូបករណ៍រហូតដល់ 100% ទៀតផងអញ្ចឹងដូចដែលខ្ញុំលើកឡើងមកអញ្ចឹងមិនមែនមានន័យថាមានតែសិស្សនិតិអេដែលគាត់អាចទទួលបានអាហារូបករណ៍ឯងប៉ុន្តែនិទេសផ្សេងទៀតក៏អាចទទួលបានអាហារូបករណ៍ដែរប៉ុន្តែគ្រាន់តែនិតិអេគឺគាត់មានអតិភិបច្រើនជាងប៉ុន្តែចំពោះសិស្សនិតិ B រហូតដល់និតិអេក៏នៅតែអាចមានការទទួលបានអាហារូបករណ៍ដូចតែគ្នាពួកខ្ញុំគិតថាការដែលមាន partnership ជាមួយនឹងសាកលផ្សេងមានអត្ថប្រយោជន៍ខ្លាំងមែនទែនដោយសារសិស្សខ្លះគាត់អត់ដឹងថាគាត់គួរទៅរៀនសាកលណាហើយនៅពេលដែលគាត់ដឹង partnership ពីសាលាសុវណ្ណភូមិអញ្ចឹងទៅគាត់អាចគិតទៅលើមុខជំនាញដែលគាត់ចង់រៀននៅក្នុងសាកលនឹងបានអញ្ចឹងទៅមានន័យថាដូចជាការបើកផ្លូវឲ្យគាត់ទៅលើជីវិតជានិស្សិតអញ្ចឹងសូមអរគុណដល់សាលារៀនសុវណ្ណភូមិដែលបានបង្កើតដៃគូសហការជាមួយនឹងសាកលឡើងដោយសារតែវាផ្ដល់ឱកាសឲ្យខ្ញុំបានរៀននៅសាកលវិទ្យាល័យដែលខ្ញុំចង់រៀនមកតាំងពីយូរហើយជាពិសេសគឺទទួលបានអាហារូបករណ៍ 100% ទៀតផង
ខ្ញុំសូមអរគុណដល់ម៉ាក់ប៉ាដែលគាត់តែងតែជួយទំនុកបំរុងក៏ដូចជាផ្ដល់នៅដំបូន្មានហើយនឹងជួយជ្រោមជ្រែងខ្ញុំតាំងពីដើមរហូតដល់ម្ដងថ្ងៃនេះហើយបើសិនជាអត់មានពួកគាត់ទេក៏ខ្ញុំអត់មានថ្ងៃនឹងដូចគ្នាហើយចំពោះលោកគ្រូអ្នកគ្រូខ្ញុំពិតជាអរគុណពួកគាត់ខ្លាំងមែនទែនដោយសារតែពួកគាត់ជួយបើកផ្លូវជួយពន្យល់ណែនាំឲ្យខ្ញុំហើយជាពិសេសគឺមិនត្រឹមតែជាលោកគ្រូអ្នកគ្រូទេប៉ុន្តែប្រៀបបានដូចជាឪពុកម្ដាយរបស់ខ្ញុំអញ្ចឹង សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា